តតងនឹងដំណើរសង្សារវត្តវាវិលវល់ជីវិតវាទៅមុខរហូតចឹងទៅសង្ខេបរហូតទៅដល់ថ្ងៃដែលលោកចិត្តបរិនិព្វាននោះព្រះអរហន្តទាំងឡាយលោកឲ្យទៅដល់ថ្ងៃលោកបរិនិព្វានបើមិន7ថ្ងៃទៀតបរិនិព្វានឬក៏ថ្ងៃនឹងបរិនិព្វានលោកមានចិត្តបង្អន់ទៅដើម្បីពិចារណាយុសង្ខារលោកហ្នឹងអាហ្នឹងវាតកតងអានិសង្ឃនៃការចម្រើនអាណាបាណសតិកម្មដ្ឋានអ្នកចម្រើនកម្មដ្ឋានហ្នឹងអាចដឹងអាយុជីវិតរបស់ខ្លួនឯងដឹងតែខ្លួនឯងផុតថ្ងៃណាអស់ជីវិតត្រឹមណាមានចឹងដែរអញ្ចឹងក៏លោកសំដែងទៅព្រះសរិបុត្រដឹងថាខ្លួនឯងនឹងអស់បញ្ជនថ្ងៃហ្នឹងអញ្ចឹងទៅឬក៏7ថ្ងៃទៀតភ្លេចបាត់ហើយធ្វើដំណើរទៅស្រុកណាក៏គិតថានឹងទៅបរិនិព្វាននឹងបន្ទប់តែខ្លួនឯងប្រសូតនោះដើម្បីអនុគ្រោះដល់ម្ដាយនោះមិនឆាទិដ្ឋិនៅឡើយទេកូនព្រះរហន្តបរិនិព្វានអស់ខ្លះទៅហើយខ្លួនឯងនេះនៅតែមិនឆាទិដ្ឋិនៅឡើយវងវាំងកន្តៈព្រាមជាពងលោកអត់បានសម្ដែងដូចបានសម្ដែងតែបានសម្ដែងអីទេសល់តែម្ដាយអញ្ចឹងទៅបានទៅអញ្ចឹងទៅម្ដាយនឹងឃើញកូនមកលេងអញ្ចឹងទៅនឹកឃើញកូនដែរបានទៅមកនឹកឃើញកូនចង់សឹកដឹងគិតចឹងទៀតលោកទៅអញ្ចឹងទៅទទួលទៅអញ្ចឹងទៅពេលយប់ដែលលោកប្រឈួនថ្ងៃបរិនិព្វាននឹងកដាលអត្រៀនមានទាំងទេវតាយរកទាំងវិចារសមហារីទៅចាក់ទៅលោកកបាលទាំង4មហារីហ្នឹងក៏មកមើលឧបថាបម្រើលោកភ្លើងភ្លឺពេញទៀលពេញបន្ទប់លោកហ្នឹងម្ដាយហ្នឹងក៏ឃើញអញ្ចឹងប្រអិនក៏មកទៅព្រំក៏មកទៅដល់ពេលឃើញអញ្ចឹងទៅវាចិត្តទៅជុំមកសួរទៅដឹងរឿងហៅចុងក្រោយដឹងថាអូសូម្បីតែព្រំមកមើលកូនអញដែរហ្នឹងឧបថាបម្រើកូនអាត្មាអញដែរហ្នឹងចឹងអញក៏រកព្រំបានប្រយោជន៍អីទៀតលះអាមិនឆាទិដ្ឋិនឹងបានណានឹងដោយសារឃើញជាក់ស្ដែងថាព្រំដែលខ្លួនឯងគោរពបូជារាល់ថ្ងៃហ្នឹងគោរពព្រះសិរីបុត្រដែរហ្នឹងអញ្ចឹងយើងទៅបាក់ជ្រះថ្លាជាមួយព្រំអីទៀតកូនយើងវាខ្លាំងជាងព្រំទៀតនោះតើតោបនិស័យញោមបានសាកសួរមិញណាថាបនិស័យជួនកាលវាអត់ដល់ពេលញោមតោះបញ្យល់មិនក៏ស្ដាប់ដែរកូនសិតតែព្រះរហន្តប៉ុន្តែអត់ទាន់បានសមាទិដ្ឋិទេហើយចុះមិនព្រះសិរីបុត្រមិនមកតាំងពីយូរទៅយើងមិនសួរអញ្ចឹងថាអត់វាអត់អាចទៅបានឧបនិស្ស័យត្រូវការពេលវេលាវាមិនអាចដូចជាដើមឈើអញ្ចឹងយើងអាចដាំថ្ងៃនេះបានផលថ្ងៃនេះទេវាត្រូវការពេលត្រូវការឧបនិស្ស័យត្រូវការបច្ច័យច្រើនត្រូវការទឹកត្រូវការឧតុល្អអីជាដើមអញ្ចឹងទៅវាផ្លែវាខុសផលមកល្អអញ្ចឹងទៅយ៉ាងណាមិញមគ្គផលហ្នឹងមិនមែនចង់សម្រេចថ្ងៃនេះបានថ្ងៃនេះទេដោយព្រះអនន្តអញ្ចឹងមិនមែនតែយំឲ្យបានសម្រេចព្រះអរហន្តទេណាតើទៅបដិបត្តិនោះពេលព្រះអង្គបរិនិព្វានហើយណាអញ្ចឹងវាតទៅដល់ពេលដល់វេលាហើយយើងពិចារណាអញ្ចឹងទៅយើងក៏ប្រឹងប្រែងសងឧបនិស្ស័យអញ្ចឹងទៅប្រាថ្នាព្រះនិព្វានទៅគង់ដល់ពេលវេលាណាមួយបុណ្យកុសលមហាកុសលទាំងអស់កុសលចេតនាទាំងអស់ដែលយើងបានពេញហើយដែលជាបច្ច័យនៃព្រះនិព្វានជាហេតុឆ្ងាយនៃព្រះនិព្វានហ្នឹងនឹងអភិសេកយើងឲ្យទៅជាព្រះអរិយបុគ្គលក្នុងថ្ងៃណាមួយជាមិនខានទេអញ្ចឹងនាងសារីព្រាហ្មណ៍ហ្នឹងដល់ពេលចូលទៅអញ្ចឹងទៅបានដឹងកដាលត្រៀនហ្នឹងសួរទៅដឹងថាអូព្រមមកជ្រះថ្លាជាមួយកូនយើងដែរអញ្ចឹងក៏នឹកឃើញលះជំនឿនៅក្នុងព្រំមកជ្រះថ្លានៅក្នុងពុទ្ធសាសនាវិញទៅហើយព្រះសិរីបុត្រនោះក៏បានសម្ដែងនៅពុទ្ធគុណទាំង9ឬក៏10ហ្នឹងគឺលោកសម្ដែងពិស្ដាហើយនាងស្ដាប់តែពុទ្ធគុណហ្នឹងឯងណាស្ដាប់ទៅបងអោនចេះស្ដាប់ទៅជ្រះថ្លាយល់រហូតដល់មគ្គបញ្ញានឹងកើតឡើងសោតាបតិមគ្គសោតាបតិផលកើតឡើងសម្រាប់ជាព្រះអរិយបុគ្គលសម្រាប់ជាព្រះអរិយបុគ្គលហើយអញ្ចឹងភ្លាមក៏អត់ដឹងថាកូនខ្លួនឯងនឹងបរិនិព្វានយប់ហ្នឹងទេណាអត់ដឹងទេហើយក៏ថ្វាយគុំអីក៏ទៅសម្រាប់វិញទៅណាទៀបភ្លឺមកស្ទាបកូនមកមើលព្រះសិរីបុត្រណាមកមើលទៅក៏បានដឹងថាអូលោកបរិនិព្វានបានទៅបានយំសោកអីចឹងទៅធ្វើសរីរៈបូជាព្រះជនមហាជនក៏បានយកប្រធានលោកនឹងមកកាន់វត្តវេលវ័នអីចឹងទៅកណាអញ្ចឹងនាងសារីព្រាហ្មណ៍ហ្នឹងធ្វើបើថាមានមិច្ឆាទិដ្ឋិមានទិដ្ឋិរឹងយល់ខុសតែទោះយ៉ាងណាក៏ដោយឥឡូវជាព្រះអរិយបុគ្គលហើយយើងក៏ពិចារណាចឹងទៅសត្វទាំងឡាយមានឧបនិស្ស័យមិនដូចគ្នាតែសំខាន់យើងត្រូវប្រឹងសាងឧបនិស្ស័យហ្នឹងបើសិនជាយើងកើតតនពុទ្ធសាសនាហើយយើងត្រូវប្រឹងសាងសង់ឧបនិស្ស័យល្អដោយឧបនិស្ស័យពុទ្ធបរិស័ទយើងសពថ្ងៃបានជួបជុំគ្នាមកជុំគ្នាអញ្ចឹងមិនអត់ហេតុទេណាសិតតែមានហេតុអីមិនដែលស្គាល់គ្នាផងអាត្មានៅខ្មែរមិនដែលស្គាល់យូរបានទេបានមកដល់ភូមិទើបស្គាល់គ្នាឃើញមុខគ្នាចេះនិយាយរកគ្នាទៅណានៅខ្មែរអត់ស្គាល់ទេបនិស្ស័យដល់ពេលដល់វេលាមកឃើញគ្នាស្គាល់គ្នាទៅហើយក៏សំបនិស្ស័យទៀតទៅយើងធ្លាប់ធ្វើបុណ្យរួមគ្នាពីមុនត្រូវបានដើរធម្មយាត្រារួមគ្នាហើយក៏ខំប្រឹងពេញបនិស្ស័យពេញបុណ្យរឿយទៀតទៅបនិស្ស័យល្អហ្នឹងវាជាបច្ច័យនាំឲ្យយើងទៅល្អអញ្ចឹងទៀតមានការយល់ត្រូវសម្មាទិដ្ឋិខ្សែគប់សប្បុរសដឹងខុសដឹងត្រូវទាំងដែលពេលខ្លះយើងកើតនៅក្នុងចំណោមនៃបុគ្គលពីលក៏ដោយគឺយើងមិនខ្លាយជាបុគ្គលពីលទេវាមាននិស្ស័យល្អខាងក្នុងនឹងដាស់តឿនណាអញ្ចឹងរឿងហ្នឹងជារឿងសំខាន់ដែលយើងត្រូវពិចារណាហើយក៏ប្រឹងប្រែងសង់បនិស្ស័យល្អអញ្ចឹងទៅស្ដាប់នៅធម៌តាមឡានអីចឹងទៅស្ដាប់រឿងរ៉ាវផ្សេងចឹងទៅពិចារណាសង្ខារធម៌ដែលវាកើតឡើងហើយរលត់ទៅវិញយ៉ាងនេះឯងអត់មានអីតាំងនៅរហូតទេយើងមកប្រទេសឥណ្ឌានេះពិចារណាឃើញការសង្វេគ
ទៅដោយអនិច្ចតាធម៌មិនទៀងអញ្ចឹងឯងមានការប្រែប្រួលសម័យមុនយើងគិតមើលទៅរុងរឿងបបណាសតតែព្រះអរិយបុគ្គលអ្នកមានគុណធម៌ព្រះសម្មាសម្ពុទ្ធណាហើយមាននឹងទេវតាព្រំគេមកអីចឹងទៅហើយបើយើងនិយាយពីស្ថានភាពតកតងប្រទេសវាអត់សូវមានគីមីអត់សូវមានសម្រាមអីចេះទេអញ្ចឹងយើងសម័យមើលពិចារណាថាតើការរស់នៅយ៉ាងហ្នឹងវាមានសភាពស្ងប់មានសភាពសុខយ៉ាងណាប៉ុន្តែទោះយ៉ាងណាក៏ដោយអ្វីៗគ្រប់យ៉ាងវាអត់តាំងនៅរហូតទេវាប្រែប្រួលណាវិនិច្ឆ័យទៅអន្តរធានទៅយ៉ាងនេះឯងកើតនៅការសង្វេគសង្វេគក្នុងសង្ខារធម៌ហើយក៏ព្យាយាមបំពេញបុណ្យនៅណាយចាក់វត្តណៈដើម្បីជាបច្ច័យនៃព្រះនិព្វានខ្ញុំណាចូលរួមប៉ុណ្ណឹងសូមអនុមោទនាខ្វះខាតយ៉ាងណាប្រគេននំចាស់បានចូលរួមបន្ថែមដើម្បីជាធម្មសប្បាយក្នុងដំណើរធម្មយាត្រាសូមជំនុំ